បាទចឹងថ្ងៃនេះខ្ញុំមកណែនាំអំពីរបៀបដាក់ border បាទ border នៅលើ page របស់យើងបាទក្នុង Microsoft Word បាទជាទូទៅរបៀបដាក់ border អ្នកនរគ្នាប្រកាសជាចេះហើយបាទអញ្ចឹងដាក់ border យើងចូលមក design អូខេតោះមកយើងអូសមកខាងស្ដាំយកពាក្យថា page border បាទអញ្ចឹងខ្ញុំចូលរើស border មួយណាមកអញ្ចឹងខ្ញុំចូល box មកអូខេអញ្ចឹងខ្ញុំអូសមកក្រោមបាទអញ្ចឹងកន្លែងនេះយើងថតថាខ្ញុំចង់ដាក់ border នេះចុះអូខេអញ្ចឹងខ្ញុំចុចអូខេមកបាទតបខ្ញុំបាន page border អូខេបាទ page របស់ខ្ញុំវាមានជាប់ border បាទប៉ុន្តែក្នុងករណីមួយទៀតខ្ញុំចង់ដាក់ border ដែរប៉ុន្តែខ្ញុំមិនចង់ដាក់វាទៅជាគ្រប់ page ទេមានថាខ្ញុំចង់ដាក់វា border នៅកន្លែង page ណាមួយដែលខ្ញុំចង់កំណត់បាទឥឡូវឧទាហរណ៍ថាកន្លែងនេះខ្ញុំចង់ដាក់ border នៅទីតាំង page ទី2បាទអញ្ចឹងដើម្បីដាក់កុំឲ្យវាឆ្លងចូលទៅគ្រប់ page អញ្ចឹងអ្នកគ្នាទៅកំណត់វាសិនបាទជាដំបូងខ្ញុំទៅដាក់ cursor ចូលកន្លែង page ទី1សិនបាទអូខេតើមកអ្នកគ្នាចូលពាក្យថា layout អូខេអ្នកគ្នាអូមកក្រោមមកនេះយកពាក្យថា break អូខេចុចចូល break មកអញ្ចឹងអ្នកគ្នាត្រូវកន្លែងនេះអ្នកគ្នាត្រូវយកពាក្យថា continuous បាទខ្ញុំចុចរើសយក continue មកអូខេបន្តមកទៀតកន្លែង page ទី3នេះអញ្ចឹងកន្លែងហ្នឹងខ្ញុំត្រូវ break វាមួយទៀតដែរដើម្បីកុំឲ្យវាឆ្លងចូលគ្រប់ page បាទអញ្ចឹងខ្ញុំចូល break ទាំងតែយកពាក្យថា continue ដូចគ្នាអូខេតមកខ្ញុំចង់នេះចង់ដាក់ border នៅទីតាំង page ទី2បាទអញ្ចឹងខ្ញុំដាក់ cursor ឲ្យវារត់ចូលនៅកន្លែង page ទី2ហ្នឹងមកអូខេតមកខ្ញុំចូលដាក់ border វា design អូខេ page border បាទហើយខ្ញុំទៅរើស border មួយមកបាទអូខេឥឡូវថតតាមយក border មួយនេះអូខេបាទអញ្ចឹងអ្នកគ្នាទៅកំណត់កន្លែងនេះមួយទៀតដើម្បីកុំឲ្យវាឆ្លងចូលគ្រប់ page ណាគ្នាចុចយកកន្លែង apply to នេះចុចយកសញ្ញាព្រួយហ្នឹងមកអ្នកគ្នាយកពាក្យថា this section បាទប៉ុណ្ណឹងមកអូខេឃើញទេបាទអញ្ចឹងខ្ញុំដាក់ border នៅទីតាំងតែ page ទី2មួយទេបាទអូខេបាទបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរសម្រាប់ការទស្សនាបើសិនចូលចិត្តសូមជួយចុច like ហើយនិង subscribe my channel អូខេបាយបាយ